លបែងស៊ីសងបំផ្លាញអនាគតបំផ្លាញគ្រួសារជនសង្ស័យប្រុសស្រីចំនួន6នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺពាក់ព័ន្ធករណីលបែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ក្នុងភូមិសាស្ត្រក្រុងច្បារមុនដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 17:00 នាទីថ្ងៃទី 29 ខែមិថុនាឆ្នាំ 2026 កន្លងមកនេះកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមុនបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន6នាក់ក្នុងនោះមានស្រីចំនួនម្នាក់ពាក់ព័ន្ធករណីលបែងស៊ីសងអនឡាញខុសច្បាប់ឡូតូស្ថិតនៅចំណុចភូមិតាមុលសង្កាត់ច្បារមុនក្រុងច្បារមុនខេត្តកំពង់ស្ពឺជនសង្ស័យទាំង6នាក់មានឈ្មោះដូចខាងក្រោមទី1ឈ្មោះយូសុភាភេទប្រុសអាយុ43ឆ្នាំមុខរបរលក់ដូរទីលំនៅបច្ចុប្បន្នភូមិរកាធំសង្កាត់រកាធំក្រុងច្បារមុនខេត្តកំពង់ស្ពឺទី2ឈ្មោះអនអុលភេទប្រុសអាយុ42ឆ្នាំមុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមុនខេត្តកំពង់ស្ពឺទី3ឈ្មោះសោតសារ៉ាន់ភេទប្រុសអាយុ34ឆ្នាំមុខរបរកម្មកររោងចក្រទីលំនៅបច្ចុប្បន្នភូមិសម្បួរសង្កាត់ច្បារមុនក្រុងច្បារមុនខេត្តកំពង់ស្ពឺទី4ឈ្មោះមួងមិត្តភេទប្រុសអាយុ60ឆ្នាំជាម្ចាស់ផ្ទះនិងអ្នកផ្ដាល់ទីតាំងលេងល្បែងទីតាំងបច្ចុប្បន្នភូមិបូរីកម្មករសង្កាត់ច្បារមុនក្រុងច្បារមុនខេត្តកំពង់ស្ពឺទី5ឈ្មោះសួនភីភេទប្រុសអាយុ49ឆ្នាំមុខរបរកសិករទីលំនៅបច្ចុប្បន្នភូមិសំពៅសង្កាត់ច្បារមុនក្រុងច្បារមុនខេត្តកំពង់ស្ពឺទី6ឈ្មោះលីអាទីណាភេទស្រីអាយុ33ឆ្នាំមុខរបរកាន់ម៉ាស៊ីនឡូតូនិងចាត់ចែងឲ្យមានការលេងល្បែងទីលំនៅបច្ចុប្បន្នភូមិត្រោះសាលាសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមុនខេត្តកំពង់ស្ពឺជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថចាប់យកវត្ថុតាំងបានរួមមានម៉ូតូចំនួន9គ្រឿងទី1ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2013ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល 1Q0684 ទី2ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2020ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ 1P8094 ទី3ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2020ពណ៌ខ្មៅគ្មានផ្លាកលេខទី4ម៉ូតូម៉ាក Wave ពណ៌ខ្មៅគ្មានផ្លាកលេខទី5ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2019ពណ៌ខ្មៅផ្លាកលេខកំពង់ស្ពឺ 1G8409 ទី6ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2013ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1BP 6788ទី7ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2023ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1KE 3758ទី8ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ2008ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1BY 8554និងទី9ម៉ូតូម៉ាក Click ពណ៌សលាយខ្មៅស៊េរីឆ្នាំ2018ផ្លាកលេខកំពង់ស្ពឺ 1L7868ទូរស័ព្ទ7គ្រឿងម៉ាក Oppo ពណ៌ទឹកក្រូចចំនួន3គ្រឿងម៉ាក iPhone ចំនួន2គ្រឿងម៉ាក Vivo ពណ៌ទឹកសមុទ្រចំនួន1គ្រឿងម៉ាក Tecno Spark ពណ៌សចំនួន1គ្រឿង Tablet ពណ៌ខ្មៅចំនួន1គ្រឿងបែកកញ្ចក់ប្រាក់រៀលចំនួន1,493,400 រៀលប្រាក់ដុល្លារចំនួន$110និងបារីចំនួន5សុងបច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាំងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី